យាកាសនៅក្រុងប៉ោយប៉ែតថ្ងៃទី8 ខែ 7 ឆ្នាំ 2026 បងប្អូនខ្ញុំបានមកដល់ហើយឃើញបរិយាកាសប៉ោយប៉ែតមែនដោយសារតែទៅបានមកទេបងប្អូនតាំងពីគេល្បីថាប៉ោយប៉ែតស្ងាត់អីចឹងណាតែដល់ខ្ញុំមកដល់ម៉ោងប្រហែលជា7:04នេះគឺរៀងមិនមនុស្សគ្រាន់បានដែរប៉ុន្តែបើប្រៀបធៀបមួយពីមុនគឺវាដាច់វាស្ងាត់ជាងមុនច្រើនមែនបីជាស្ងាត់ជាងមុនច្រើនក៏ពិតមែនប៉ុន្តែក្រុងប៉ោយប៉ែតគឺជាទីក្រុងដែលគួរឲ្យចង់ទៅលេងធម្មតាព្រោះថាបងប្អូនអ្នកលក់យើងនៅលក់ច្រើនណាស់បងប្អូនហើយបើសិនជាក្រសួងគាត់អត់ទាន់ប្រកាសបិទប៉ោយប៉ែតទេយើងនៅតែអាចទៅលេងបានធម្មតាអញ្ចឹងពេលដែលខ្ញុំអត់បានទៅលេងក្រុងប៉ោយប៉ែតខ្ញុំឃើញវីដេអូគេ review អំពីក្រុងប៉ោយប៉ែតខ្ញុំហាក់បីដូចជាអត់ចង់ទៅសោះបងប្អូនតែដល់ពេលបានមកលេងផ្ទាល់បានដឹងថាបងប្អូនយើងគាត់នៅបើកលក់ដូររ៉ូស៊ីធម្មតាគ្រាន់តែថាស្ងាត់អ្នកទិញព្រោះអីបងប្អូនយើងគាត់ស្ងាត់ឲ្យជនជាតិបរទេសដល់ពេលអញ្ចឹងទៅឲ្យខ្មែរយើងក៏នៅតិចរោងចក្រខ្លះក៏បានបិទច្រើនប្រងព្រាតតាំងពីមានសង្គ្រាមជាមួយជនជាតិសៀមមកទើបធ្វើឲ្យក្រុងប៉ោយប៉ែតកាត់បន្ថយមនុស្សអស់ច្រើនគ្រាន់បើដែរប៉ុន្តែបើសិនជាសួរថាគួរតែយើងឈប់ទៅលេងប៉ោយប៉ែតអត់គួរតែជាទីក្រុងមួយដែលគួរឲ្យខ្លាចអត់គឺអត់ទេបងប្អូននៅតែជាក្រុងមួយដែលគួរឲ្យចង់ទៅលេងធម្មតាព្រោះដោយសារតែនៅសបោនំសបោចំណីអាហារសបោរបស់លក់សបោកន្លែងលក់អីច្រើនធម្មតាអញ្ចឹងបងប្អូនហើយមានអ្នកប៉ោយប៉ែតជាច្រើនដែលគាត់បាន comment ថាឲ្យខ្ញុំនៅក្នុងវីដេអូមុនដែលខ្ញុំបានថតនៅរង្វង់មូ58គឺខ្ញុំនិយាយអំពីបរិយាកាសក្នុងពេលដែលខ្ញុំថតក្នុងម៉ោងដែលខ្ញុំថតគឺមានបងប្អូនយើងគាត់ធ្វើដំណើរឆ្លងកាត់ច្រើនមែនបងប្អូនអត់ស្ងាត់ទេអត់គួរឲ្យខ្លាចដល់ថ្នាក់ថាបងប្អូននិយាយមកគួរឲ្យខ្លាចឡើងអត់ចង់ទៅហ្មងហើយសូម្បីតែនៅផ្សាររាត្រីទឹកពុះនេះបងប្អូនទៅដល់ចន្លោះម៉ោង 7:03 ហ្នឹងគឺមានបងប្អូនយើងគាត់នៅត្រៀមរៀបចំកន្លែងលក់ដូរបងប្អូនឃើញទេតែដូចគេនិយាយចឹងថាអ្នកលក់ច្រើនជាងអ្នកទិញព្រោះថាបងប្អូនខ្លះគាត់អត់ទាន់បានផ្លាស់ប្ដូរកន្លែងទេនៅតែប្រឹងតស៊ូឲ្យអស់ពីលទ្ធភាពអញ្ចឹងណាហើយនៅម្ដុំនេះមិនថាយើងទៅដល់ម៉ោងម៉ាននៅថ្ងៃត្រង់រសៀលល្ងាចមិនក៏ដោយបើសិនជាការអត់ទាន់សង្គ្រាមមនុស្សច្រើនណាស់បងប្អូនឡើងក្តាំងហ្មងនៅម្ដុំហ្នឹងព្រោះអីវានៅកន្លែងមាត់ច្រកបងប្អូនដល់ពេលអញ្ចឹងទៅគឺសបួរមនុស្សខ្លាំងណាស់ប៉ុន្តែដល់ឡែកបច្ចុប្បន្ននេះវិញដូចបងប្អូនបានឃើញស្រាប់អញ្ចឹងម៉ោង 3 ជាងហើយប៉ុន្តែស្ងាត់លើនេះស្ងាត់មែនទែនហ្មងហើយបើសិនជាក្នុងករណីអនាគតប្រទេសយើងស្ងាត់សង្គ្រាមហើយយើងបិទច្រកជាមួយជនជាតិសៀមរហូតយើងសង្ឃឹមថាបងប្អូននឹងទៅលេងក្រុងប៉ោយប៉ែតឲ្យបានច្រើនហើយប៉ោយប៉ែតនឹងសម្បូរអ្វីៗដែលថ្មីដែលគួរឲ្យចង់ទៅលេងជាច្រើនដោយមិនបាច់មានជនជាតិសៀមមកបងប្អូនគឺវាល្អមែនទែនហ្មងសម្រាប់ក្រុងមួយនេះព្រោះថាវានៅជាដែនវាជាតំបន់ប្រវត្តិសាស្ត្រមួយដែលគួរឲ្យឈឺចាប់ជាមួយនឹងសៀមមកបងប្អូនអញ្ចឹងគឺយើងត្រូវតែអភិរក្សយើងត្រូវតែខំទប់ស្កាត់ព្រោះថាបើសិនយើងប្រហែលសូម្បីតែក្រុងប៉ោយប៉ែតហ្នឹងក៏សៀមយកទៀតដែរសម្រាប់បងប្អូនណាដែលគាត់តស៊ូរស់នៅគឺគាត់នៅធម្មតាអញ្ចឹងបងប្អូនគ្រាន់តែថារស់នៅទាំងភ័យខ្លាចរស់នៅទាំងវេទនាតែប៉ុណ្្នឹងឯងហើយសម្រាប់នៅមុខច្រកនេះវិញបងប្អូនយើងអ្នកលក់រទេះនៅតែមានលក់ធម្មតាប៉ុន្តែដែលឡែកអ្នកលក់នៅតាមហាងគៀនអីចេះវិញបងប្អូនអសរប៉ាយថៃហ្នឹងគឺបិទទាំងអស់ហ្មងបើតាមខ្ញុំសង្កេតមកទៅបិទអស់លីងស្ងាត់ជ្រាវហើយបើនៅម្ដុំរង្វង់មូលដៃ8វិញបងប្អូនគឺសំបីតា pass up គឺគាត់ចតចោលបងប្អូនឃើញអត់ចតអត់មានមនុស្សជិះតែហ្មងតែដូចខ្ញុំនិយាយដែរអញ្ចឹងខ្ញុំមិនមែនជាអ្នកប៉ោយប៉ែតទេខ្ញុំអត់បានឃើញសកម្មភាពទាំងអស់នឹងរាល់ថ្ងៃទេអញ្ចឹងមានតែបងប្អូនអ្នកប៉ោយប៉ែតនឹងហើយដែលគាត់អាចចែករំលែកបានជាប្រចាំថ្ងៃថាសភាពការមិនហើយមានមនុស្សច្រើនមិនហើយបងប្អូនមានមតិយោបល់អ្វីបងប្អូនអាចចូលទៅ comment លើវីដេអូរបស់ខ្ញុំបានតែហាមជេរបងប្អូនអសរោះទាំងអស់នឹងគឺអត់ល្អទេខ្ញុំអត់បានធ្វើអីខុសខ្ញុំគ្រាន់តែចែករំលែកបងប្អូនបានទស្សនាហើយក៏អរគុណបងប្អូនសម្រាប់ការទស្សនាវីដេអូនេះបើសិនជាទំនេរបងប្អូនអ្នកខេត្តផ្សេងកុំភ្លេចទៅលេងប៉ោយប៉ែតផងអរគុណបងប្អូនបាយបាយ